មានម៉ែឪធ្វើល្អដាក់ម៉ែឪមានសង្សារធ្វើល្អដាក់សង្សារមានមិត្តភ័ក្តិធ្វើល្អដាក់មិត្តភ័ក្តិបំពេញតួនាទីបំពេញកាតព្វកិច្ចរបស់ខ្លួនឯងឲ្យបានល្អឲ្យបានត្រឹមត្រូវស្ទាន់មានឱកាសស្ទាន់អាចធ្វើបានកុំចាំទាល់តែបាត់បង់ហើយកុំចាំទាល់តែហួសពេលទើបយើងស្ដាយក្រោយទើបយើងអន់ចិត្តខកចិត្តទឹកភ្នែកជូតក្បាលជង្គង់ពេលហ្នឹងគឺវាអត់មានប្រយោជន៍ទេអ្វីដែលយើងមានគួរតែចាប់អារម្មណ៍គួរតែយកចិត្តទុកដាក់គួរតែតាមថែរក្សាបើមិនទាន់ដឹងឥឡូវដឹងហើយបើដឹងហើយគួរតែចាប់ផ្ដើមអនុវត្តពីឥឡូវទៅភាពស្ដាយក្រោយវាមិនងាយស្រួលក្នុងការទទួលយកទេកុំចំណាយពេលឥតប្រយោជន៍ចាប់អារម្មណ៍ទៅលើអ្វីដែលយើងមិនមានចាប់អារម្មណ៍ទៅលើអ្វីដែលយើងកំពុងមានតាមថែរក្សាយកចិត្តទុកដាក់ឲ្យបានល្អពេលឥឡូវយើងអាចនឹងមិនដឹងខ្លួនយើងអាចមានអារម្មណ៍ថាមិនពេញចិត្តជាមួយនឹងអ្វីដែលយើងមានប៉ុន្តែថ្ងៃក្រោយទៅនៅពេលដែលយើងបាត់បង់វាយើងអាចនឹងស្ដាយក្រោយយើងអាចនឹងខកចិត្តយើងអាចនឹងនឹកអ្វីដែលយើងធ្លាប់មានអញ្ចឹងជៀសវាងភាពស្ដាយក្រោយទាំងអស់នោះរីករាយជាមួយនឹងអ្វីដែលយើងមានថែរក្សាវាឲ្យបានល្អបំពេញកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អនៅថ្ងៃនេះពេលឥឡូវនេះ